សមាជិកានៃកាយរដ្ឋជាតិកម្ពុជាទាំងអស់គ្នាខ្ញុំបាទហុយរវីស្នងការរងបណ្ដុះបណ្ដាលនៃកាយរដ្ឋជាតិកម្ពុជាហើយនេះខ្ញុំបាទសូមគោរពអនុញ្ញាតធ្វើបទបង្ហាញអំពីប្រភេទកន្សែងនីមួយៗរបស់កាយរដ្ឋជាតិកម្ពុជាដូចយើងបានជ្រាបហើយថាកន្សែងរបស់កាយរដ្ឋជាតិកម្ពុជាត្រូវបានបែងចែកជា5ប្រភេទហើយការបែងចែកប្រភេទនៃកន្សែងនីមួយៗនេះគឺកំណត់ទៅតាមផ្នែកអាយុរបស់កាយរដ្ឋជាតិកម្ពុជានៅក្នុងនោះដែរកាយរដ្ឋជាតិកម្ពុជាត្រូវបានបែងចែកជា3ផ្នែកដែលផ្នែកទី1នោះគឺគេហៅថាកាយរដ្ឋប្អូនដែលមានអាយុពី9ឆ្នាំទៅដល់11ឆ្នាំហើយកំពុងតែសិក្សានៅថ្នាក់បឋមសិក្សាផ្នែកទី2គឺសម្រាប់កាយរដ្ឋជំទង់ដែលមានអាយុពី11ឆ្នាំទៅដល់17ឆ្នាំហើយកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យចំណែកឯផ្នែកទី3នោះគឺគេហៅថាផ្នែកកាយរដ្ឋរៀមច្បងដែលមានអាយុចាប់ពី18ឆ្នាំទៅដល់25ឆ្នាំហើយកំពុងតែសិក្សានៅថ្នាក់មហាវិទ្យាល័យថ្ងៃនេះខ្ញុំបាទនឹងសូមធ្វើបទបង្ហាញអំពីប្រភេទកន្សែងនីមួយៗទៅតាមលំដាប់លំដោយដែលមានសារដូចតទៅផ្សែងពណ៌លឿងឆ្នោតពណ៌ខៀវសម្រាប់កាយរដ្ឋប្អូនដែលមានអាយុពី9ឆ្នាំដល់11ឆ្នាំនិងកំពុងសិក្សានៅថ្នាក់បឋមសិក្សាកន្សែងពណ៌បៃតងឆ្នោតលឿងសម្រាប់សមាជិកសមាជិកានៃកាយរដ្ឋជំទង់ដែលមានអាយុពី12ឆ្នាំដល់17ឆ្នាំនិងកំពុងសិក្សានៅថ្នាក់វិទ្យាល័យកាយរដ្ឋកម្ពុជាបដិញ្ញារួមគ្នាកន្សែងពណ៌ក្រហមឆ្នោតបៃតងសម្រាប់សមាជិកសមាជិកាកាយរដ្ឋរៀមច្បងដែលមានអាយុចាប់ពី18ឆ្នាំដល់25ឆ្នាំនិងសិក្សានៅថ្នាក់ឧត្តមសិក្សាឬក៏គ្រឹះស្ថានសិក្សាផ្សេងៗឬមហាវិទ្យាល័យកន្សែងពណ៌ស្វាយឆ្នោតក្រហមសម្រាប់ជំនួយការមេល្បាតជំនួយការមេកងល្បាតជំនួយការមេកងឯកភាពលោកគ្រូអ្នកគ្រូទទួលបន្ទុកការងារកាយរដ្ឋនិងមន្ត្រីបុគ្គលិកបម្រើការងារក្នុងលេខាធិការដ្ឋានក្រុងស្រុកខណ្ឌនិងរាជធានីខេត្តកន្សែងពណ៌ស្វាយឆ្នោត3ពណ៌មានពណ៌លឿងក្រហមនិងបៃតងសម្រាប់មេដឹកនាំកាយរដ្ឋនិងសមាជិកសមាជិការបស់ក្រុមប្រឹក្សាកាយរដ្ឋថ្នាក់ជាតិថ្នាក់រាជធានីខេត្តថ្នាក់ក្រុងស្រុកខណ្ឌគណៈកម្មាធិការប្រតិបត្តិកាយរដ្ឋថ្នាក់ជាតិថ្នាក់រាជធានីខេត្តថ្នាក់ក្រុងស្រុកខណ្ឌអនុគណៈកម្មការជំនាញថ្នាក់ជាតិនិងមន្ត្រីលេខាធិការដ្ឋាននៃកាយរដ្ឋជាតិកម្ពុជានេះគឺជាគំរូកន្សែងរបស់កាយរដ្ឋជាតិកម្ពុជាក៏ដូចជាខ្លឹមសារផ្សេងៗទៅតាមផ្នែកនីមួយៗរបស់កន្សែងកាយរដ្ឋជាតិកម្ពុជាសូមគោរពអរគុណចំពោះសមាជិកសមាជិកាទាំងអស់គ្នាដែលបានចំណាយពេលនៅក្នុងការស្ដាប់នៅបទបង្ហាញមួយនេះសូមអរគុណបង្កើនស្នាដៃកាយរដ្ឋកម្ពុជាមួយមិនជានីដើរតាមមាគ៌ាភ្លឺស្វាង